សួស្តីទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះដែរខ្ញុំនឹងនាំទាំងអស់គ្នាទៅធ្វើការដាក់ក្រដាសផ្ដេកនិងក្រដាសបញ្ឈរនៅក្នុងកម្មវិធី Microsoft Word មែនទេឥឡូវកុំឲ្យខាត់ពេលទាំងអស់គ្នាយូរយើងចូលទៅកាន់កម្មវិធី Microsoft Word តែម្ដងទៅបាទមែនតើទៅនៅក្នុងកម្មវិធីនេះទាំងអស់គ្នាប្រកាសជាដឹងថាគេប្រើសម្រាប់អីមែនគេប្រើសម្រាប់វាឯកសារឬក៏វាអីចឹងទៅប៉ុន្តែនៅក្នុងសិលឹកកិច្ចការឬក៏នៅក្នុងកម្មវិធី Microsoft Word ហ្នឹងទាំងអស់គ្នាចង់កែប្រែឲ្យវាទៅជាក្រដាសផ្ដេកឬក៏ទៅជាក្រដាសបញ្ឈរបើសិនជាទាំងអស់គ្នាអត់ចេះធ្វើទេបើសិនជាទាំងអស់គ្នាដាក់ក្រដាសផ្ដេកគឺវាត្រូវតែផ្ដេក100សន្លឹកក៏ដោយ200សន្លឹកក៏ដោយគឺត្រូវតែផ្ដេកទាំងអស់ហើយត្រូវហើយបើសិនជាបញ្ឈរគឺបញ្ឈរទាំងអស់ហើយត្រូវប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ទាំងអស់គ្នាថាខ្ញុំនឹងរៀបចំដាក់ផ្ដេកផ្សេងបញ្ឈរផ្សេងប៉ុន្តែនៅក្នុង file តែមួយទេត្រូវឥឡូវយើងឧទាហរណ៍ថានៅក្នុងសន្លឹកកិច្ចការរបស់ខ្ញុំវាមាន3សន្លឹកត្រូវឬក៏ប្រហែលសន្លឹកយើងអត់ខ្វល់ទេត្រូវហើយខ្ញុំចង់បានសន្លឹកកិច្ចការទី2នេះជាក្រដាសផ្ដេកហើយសន្លឹកកិច្ចការទី1វាទៅជាក្រដាសគេក្រដាសបញ្ឈរហើយនឹងសន្លឹកកិច្ចការទី3វាជាក្រដាសបញ្ឈរវិញត្រូវអញ្ចឹងឥឡូវនេះជាដំបូងខ្ញុំចង់ធ្វើអាទី2នេះឲ្យវាទៅជាផ្ដេកត្រូវអញ្ចឹងយើងចុចអាកន្លែង cursor កន្លែង load តតោនេះណាយើងចុចមកកន្លែងចុងបញ្ចប់នៃទំព័រមកប៉ុន្តែទំព័រនៅខាងលើនេះណានៅខាងលើដែលយើងចង់ធ្វើឲ្យអាទំព័រនេះផ្ដេកនេះត្រូវបាទយើងអត់ចុចកន្លែងហ្នឹងទេណាខ្ញុំចុចនៅត្រង់កន្លែងនេះណាឃើញទេនេះបាទយើងចូលទៅកាន់ពាក្យថា layout មែនទេបន្ទាប់មកយើងយកពាក្យថាកន្លែងជ្រុងនេះ page setup បាទហើយបន្ទាប់មកទៀតខ្ញុំស៊ូមមកចិត្តតិចមកដើម្បីឲ្យទាំងអស់គ្នាស្រួលមើលហើយ yes ប៉ុណ្្នឹងទៅយើងយកនៅត្រង់ពាក្យថា landscape ណា landscape ហើយយើងយកពាក្យថា apply to this point forward មែនអត់អញ្ចឹងយើងយកពាក្យថា OK មកបាទអញ្ចឹងនេះយើងសេរីនេះសិនមកបាទអញ្ចឹងឥឡូវនេះយើងបានក្រដាសផ្ដេកមួយត្រូវអត់នេះអានេះវានៅតែក្រដាសបញ្ឈរតារាលទេត្រូវអត់អញ្ចឹងយើងអត់ប៉ះពាល់វាទេដោយសារយើងចង់បានអានឹងវាជាក្រដាសបញ្ឈរត្រូវអត់ប៉ុន្តែនេះវាបានក្រដាសផ្ដេកមួយដែលយើងត្រូវកាយត្រូវអត់បាទអញ្ចឹងយើងក៏អត់ប៉ះពាល់វាដែរប៉ុន្តែនៅត្រង់ខាងក្រោមនេះខាងក្រោមនឹងមិនខាងក្រោមនោះវាទៅខ្លាចជាក្រដាសផ្ដេកទាំងអស់ត្រូវអត់អានេះខ្ញុំសេរីនេះសិនអានេះយើងអត់សេរីនេះក៏បានដែរសេរីនេះឲ្យវាមកឃើញទេចឹងអានេះឧទាហរណ៍ថាឥឡូវខ្ញុំចង់បានក្រដាសបញ្ឈរណានៅខាងក្រោមវានេះអញ្ចឹងខ្ញុំចុចនៅខាងទំព័រនៅខាងលើវាណាដោយសារតែយើងចង់ឲ្យខាងក្រោមនេះវាទៅជាទំព័របញ្ឈរវិញត្រូវអត់អញ្ចឹងយើងចុចនៅត្រង់កន្លែងហ្នឹងមកហើយយើងយកពាក្យថា layout ហើយយកពាក្យថាអីគេជាស្រេចនេះខ្ញុំ zoom out មកវិញអូខេត្រូវហើយណាបាទអញ្ចឹងខ្ញុំយកពាក្យថា layout ហើយយកពាក្យថានេះ page setup ដដែលបាទហើយបន្ទាប់មកយើងសេរីកន្លែងដដែលយើងបដូរពី landscape ទៅជា portrait មែនទេបងប្អូនគ្នាបាទអញ្ចឹងយើងបដូរអានឹងទៅជា portrait ទៅបន្តមកទៀតយើងយកវាដដែលត្រូវអត់នេះយើងយកពាក្យថា apply to this point forward មែនទេបាទហើយបន្ទាប់មកយើងយកពាក្យថា OK មកអញ្ចឹងអានេះវាប៉ុណ្ណឹងវាជាការស្រេចអានេះយើងលុបមកណាឃើញអត់អញ្ចឹងឥឡូវយើងបានអ្វីដែលយើងចង់បាននេះត្រូវនេះឃើញទេយើងចង់បានអ្វីដែលយើងចង់បាននេះគឺសិលឹកកិច្ចការទី1គឺជាក្រដាសបញ្ឈរហើយសិលឹកកិច្ចការទី2វាជាក្រដាសផ្ដេកហើយនឹងសិលឹកកិច្ចការទី3វាជាក្រដាសបញ្ឈរវិញទៅហើយតកតងទៅនឹងការសេរីនេះបើទាំងអស់គ្នាអត់ចេះសេរីក៏ពិបាកដែរនេះសេរីពពួកheader and header footer ណាប៉ុន្តែអានេះខ្ញុំចាំទុកនៅវីដេអូក្រោយទៅដើម្បីអានឹងព្រោះនឹងវាយូរដែរបាទតកតងទៅនឹងការទេនឹងលុះត្រាតែទៀមទីឲ្យទាំងអស់គ្នាយល់មែនអត់ហើយអរគុណច្រើនទាំងនេះណាសម្រាប់វីដេអូនេះខ្ញុំសូមប៉ុណ្្នឹងចុះហើយសង្ឃឹមថាទាំងអស់គ្នានឹងយល់ជួបគ្នានៅវីដេអូក្រោយ